Bà chùm hiệp xúc trong bát sông màn nhạt chùm hiệp chung nơi khâm xa khlấy nơi chùm nô bởi bỏ sầm đại đầy chú bởi mùa rọt đầy tí nơi thằng ngày ní đại sầm đại bàn át nơi nhạt ở lục hay văn á bởi thiên sầm cung chung chít khmai ru nơi bởi tây Japan bàn đặc nom xã cà rấy chuột sầm đại cả cua xóm chùm pua sầm đại nơi vì miền sa mạc kỳ phiếpในประสิทธิภาพ Campuchia ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍ហើយក៏សូមអបអរសាទរចំពោះលោកហៃវណ្ណានិងសហការីដែលបង្កើតនៅសមាគមនេះឡើងក្នុងគោលដៅដើម្បីពង្រឹងនៅចំណងសាមគ្គីភាពរបស់ខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនហើយនៅក្នុងឱកាសនោះលោកហៃវណ្ណាបានសម្ដែងនៅការអរគុណជាអនេកបការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកនិងសហការីបានជួបសម្ដែងការគួរសមនិងរាយការណ៍នៅក្នុងឱកាសនេះលោកបានរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមខ្មែរសមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុននិងសកម្មភាពការងារមួយចំនួនដែលសមាគមនេះបានសម្រេចបាននាពេលកន្លងមកហើយជាពិសេសគឺគោលដៅរបស់សមាគមក្នុងការពង្រឹងនៅចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុននិងការជួយជ្រោមជ្រែងនៅលើផ្នែកផ្សេងទៀតរបស់សហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននោះសម្ដេចតេជោក៏បានលើកឡើងសម្ដែងនៃការពេញចិត្តចំពោះវឌ្ឍនភាពហើយសម្ដេចក៏បានលើកឡើងដោយពាក់ព័ន្ធទៅនឹងការបង្កើតសមាគមសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតគឺជារឿងមួយដ៏លំបាកហើយក៏ប៉ុន្តែរឿងសំខាន់មួយទៀតគឺការរក្សាឲ្យបាននៅនិរន្តរភាពនៃសមាគមនេះសម្ដេចសង្ឃឹមថាសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដែលដឹកនាំដោយលោកហៃវណ្ណានឹងអាចរក្សាបាននៅនិរន្តរភាពហើយអាចពង្រីកនៅការសាមគ្គីនៅក្នុងសហគមន៍ខ្មែររស់នៅប្រទេសជប៉ុនខ្ញុំសូមសង្ខេបនៅខ្លឹមសារខ្លីប៉ុណ្ណេះនៃជំនួបនៅថ្ងៃទី6ខែមេសាឆ្នាំ2026នេះបាទអូខេបងអរគុណច្រើនប៉ុណ្្នឹងចុះវាអត់មាន